ស៊ូអែចូលក្នុងផ្ទះជាមួយបងស្រីស៊ូអែរឿងដែលបងនិយាយកាលពីម្សិលមិញកុំយកមកគិតក្នុងចិត្តអីបងគិតពេញមួយយប់ទើបយល់ច្បាស់ហើយឯងជានារីល្អម្នាក់ហើយប្អូនទី2ក៏ជាបុរសដែលមានទំនួលខុសត្រូវដែរគ្រួសារយើងឥឡូវកាន់តែធំឡើងបងម្នាក់ឯងពិតជាមើលថែមិនទាន់ទេតាមពិតឯងគួរតែហៅបងថាកបងថ្លៃគឺតាមប្អូនទី2អូមិនត្រឹមត្រូវទេពីថ្ងៃនេះទៅយើងជាបងប្អូនស្រីហើយឯងគឺជាប្អូនស្រីទី2នៃគ្រួសារនេះបងស្រីអត់ទេបងថ្លៃអរគុណដែលបានបំពេញបំណងខ្ញុំសូមស្បាត់ចំពោះមេឃមួយជីវិតនេះខ្ញុំនឹងគោរពបងដូចបងស្រីបង្កើតហើយគោរពបងដូចជាមេផ្ទះខ្ញុំនឹងរួមដៃជាមួយបងមើលថែស្វាមីឲ្យបានល្អបានហើយក្រោកឡើងចុះពីថ្ងៃនេះទៅយើងជាគ្រួសារតែមួយហើយខ្ញុំសម្រេចទទួលនាងវ៉ាងស៊ូមកពីភូមិវាងធ្វើជាប្រពន្ធចុងដំណឹងល្អពិតជាដំណឹងល្អប្អូនស្រីផឹកស៊ុបមួយចាននេះចុះពីថ្ងៃនេះទៅយើងជាគ្រួសារតែមួយហើយអរគុណបងស្រីស្វាមីលេងខ្មាស់អៀនបែបនេះទៀតទៅស្វាមីជូតមុខសិនចុះយប់ជ្រៅហើយប្រយ័ត្នខូចភ្នែកដាក់ទុកសិនចុះខ្ញុំគូសចំណុចភ្ជាប់ទាំងនេះឲ្យចប់សិនស៊ូអែថ្ងៃស្អែកប្រាប់មីងវ៉ាងនៅខាងកើតភូមិឲ្យត្រៀមអំបិលគ្រឿងបន្ថែមបងប្អូននៅរោងចក្រចម្រាញ់ដែកបែកញើសច្រើនម្ហូបត្រូវបន្ថែមអំបិលឲ្យច្រើនបាទហើយការប្រើប្រាស់ធ្យូងឈើក៏អស់លឿនជាងការរំពឹងទុកត្រូវចាត់មនុស្សឡើងភ្នំទៅកាប់ឈើរឹងបន្ថែមនៅថ្ងៃស្អែកយល់ហើយបងស្រីព្រឹកស្អែកខ្ញុំនឹងរៀបចំភ្លាមបើគ្មានកង្វល់ពីក្រោយខ្នងខ្ញុំទើបអាចច្នៃដែកឆៅដុំនេះឲ្យក្លាយជាដែកថែបពិតប្រាកដប្អូនទី2បានសម្រេចហើយពិតជាសម្រេចមែនតែថែបនេះគ្រាន់តែគូសកយសម្លេងស្រួយច្បាស់រឹងដល់ថ្នាក់វាបំបែកថ្មបានយើងស្តុកបានជិត1000ចិនហើយដល់ពេលចាប់ផ្ដើមផលិតអ្វីមួយហើយមែនទេពិតហើយបងប្អូនដែលមានដៃជាងគេប៉ុន្មានអ្នកចូលរោងដំដែកជាមួយខ្ញុំបើគ្មានបញ្ជាពីខ្ញុំហាមអ្នកណាចូលរំខានជាដាច់ខាតអត់បាក់សោះសូម្បីតែស្នាមក៏គ្មានខ្ញុំមិនអីទេអម៉ែអើយពិតជាកាប់មិនចូលមែនមានរបស់អស្ចារ្យបែបនេះហើយតើនៅខ្លាចចោលព្រៃឬសត្វសាហាវអីទៀតចង់បានទេកាំបិតមិនស័ក្តិសមនឹងឯងទេចំណុចខ្លាំងរបស់ឯងគឺល្បឿននិងការប្រយុទ្ធដូចសត្វព្រៃកាំបិតបែរជាចង់ដៃចងជើងធម្មជាតិរបស់ឯងវិញរបស់នេះទើបជាចង្គមពិតរបស់ឯងវុលហ្វាងចង់ទៅសម្លាប់ចប់ពិតទេសម្លាប់ចប់ល្អអីចឹងទៅសម្លាប់ឲ្យអស់ដៃម្ដងខ្ញុំនឹងបង្កើតកងកម្លាំងដែលចេញវាយប្រហារមុនឈ្មោះថាក្រុមចង្គមចកមានតែអ្នកខ្លាំងបំផុតកាច់បំផុតនឹងមិនខ្លាចស្លាប់ប៉ុណ្ណោះទើបមានសិទ្ធិភាពអាវដែកនោះនិងកាន់ដាវដែកថែបនោះបងស្រីមើលចុះស្វាមីពិតជាអង្គអាចណាស់ថ្ងៃនេះក្រុមចង្គមចកត្រូវបានបង្កើតជាផ្លូវការពួកឯងគឺជាដាវរបស់ភូមិស៊ូគោលដៅដំបូងរបស់យើងគឺហ្វូងចកដែលកាន់កាប់ភ្នំខាងក្រោយពួកវាបានសម្លាប់អ្នកភូមិវាងអស់ឥឡូវដល់វេនយើងទៅកម្ចាត់ពួកវាឲ្យអស់ពីភ្នំនោះវិញ